ចាប់ពីពេលនេះតទៅមានតែពលរដ្ឋសញ្ជាតិអូស្ត្រាលីប៉ុណ្ណោះទើបអាចមានសិទ្ធិទទួលបានអាជ្ញាប័ណ្ណកាន់កាប់អាវុធនេះបើយោងទៅតាមច្បាប់គ្រប់គ្រងអាវុធដ៏តឹងរ៉ឹងដែលកំពុងលើកមកពិចារណាដើម្បីអនុម័តដោយរដ្ឋនិងដែនដីនានារបស់ប្រទេសអូស្ត្រាលីក្រោយមានករណីបាញ់សម្លាប់មនុស្សកើនដល់16នាក់និងមិនធ្លាប់មានចាប់តាំងពីឆ្នាំ1996ឆ្លើយតបនឹងសោកនាដកម្មនេះលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានកោះប្រជុំនៅគណៈរដ្ឋមន្ត្រីរបស់លោកជាបន្ទាន់នៅរសៀលថ្ងៃច័ន្ទនេះដែលលោកនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីបានឯកភាពគ្នានៅក្នុងការជំរុញពិនិត្យឡើងវិញនៃច្បាប់កាន់កាប់អាវុធរបស់ប្រទេសបើតាម ABC News ការពន្លឿនការចុះបញ្ជីអាវុធជាតិការកំណត់ចំនួនកាំភ្លើងដែលមនុស្សម្នាក់អាចមាននិងការកំណត់អំពីប្រភេទអាវុធស្របច្បាប់គឺជាជម្រើសដែលកំពុងត្រូវបានលើកយកមកពិចារណាផ្អែកតាមលោកនាយករដ្ឋមន្ត្រី Anthony រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការចាំបាច់មុនពេលយកសំណើច្បាប់កាន់កាប់អាវុធដុតតឹងរឹងដាក់ទៅកាន់គណៈរដ្ឋមន្ត្រីជាតិដើម្បីអនុម័តគិតមកដល់បច្ចុប្បន្ននេះចំនួនអ្នកស្លាប់បានកើនឡើងដល់16នាក់នៅក្នុងនោះមានកុមារីអាយុ10ឆ្នាំម្នាក់បន្ទាប់ពីខ្មាន់កាំភ្លើង2នាក់ដែលជាឪពុកនិងកូនប្រុសបានបើកការបាញ់ប្រហារលើសមាជិកនៅសហគមន៍ Chief របស់ប្រទេសអូស្ត្រាលីដែលកំពុងប្រមូលផ្ដុំគ្នានៅឆ្នេរ Bondi នៃទីក្រុង Sydney ខ្មាន់កាំភ្លើងម្នាក់នៅក្នុងចំណោម2នាក់គឺលោក Sajid Akramក៏ត្រូវបានសម្លាប់ផងដែរខណៈដែលកូនប្រុសរបស់គាត់ដែលមានឈ្មោះថា Navid Akram កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្រោមការយាមកាមរបស់ប៉ូលីសការវាយប្រហារកាលពីថ្ងៃអាទិត្យម្សិលមិញនេះគឺជាការវាយប្រហារដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ1996ដែលនៅឆ្នាំនោះខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សចំនួន35នាក់នៅតំបន់ទេសចរ Port Arthur នៅក្នុងរដ្ឋនៃកោះ Tasmania នៅភាគខាងត្បូង